ថាសបាយអហឹកហាក់មាត់ភ័ក្រនាំដើរលេងដូចគេប្រឡែងស្វាចូលផយធ្វើការចាំមាត់ភ័ក្រអររយៈពេលជាង2លានម៉ោងមកគាត់ថាទៅធ្វើការចេញដំណើរទៅអូយយូរសាហាវប្រយការរងចាំអស់រយៈពេលជាង3លានម៉ោងអូយទៅតែធ្វើការយើងចេញមកដល់នេះអ្នកគ្នាហុយនិយាយថាភ្នំបូកគោសំចាងហើយឥឡូវហ្នឹងណាមួយគេធ្វើផ្លូវថ្មីទេថ្ងៃងោយវាហុយទៅតែមែនតែហ្មងចោះពីផ្លូវមួយចូលផ្លូវមួយវិញមែនថាចោះផ្លូវហ្នឹងគឺថាគេមានបាញ់ទឹកអីអញ្ចឹងទៅនេះអូយកលុកកលាក់អាលាក់បែកកដៀវខួយតាមផ្លូវអ្នកគ្នាអាយវាជិះចង់ស្ពឹកកដៀវខួយបន្ទាប់ពីជិះអស់ចិត្តអស់ចង់មកយីបញ្ចូលដល់ភ្នំបូកគោទៀតថ្ងៃងោយយីវាហួសចិត្តបដៅហើយក៏ហុយតែមែនតែហ្មងអញចូលបន្ទាប់ពីចោះអាប់ចង់ខ្វាក់កដៀវខួយតាមផ្លូវមើលអត់ចង់ឃើញហើយឥឡូវនេះគឺថាទៅទទួល friend ឡើងភ្នំបូកគោសិនអ្នកគ្នាឥឡូវមកឡើងភ្នំបូកគោទាំងអស់គ្នាឥឡូវនេះគឺថាឡើងលើភ្នំបូកគោដើម្បីទៅទទួល friend យើងអញ្ចឹងណាបើនិយាយពីរឿងណាស់គ្នាម៉ោង1ទៅដល់ម៉ោង2ចាគាត់ថាគ្មានមានណាគេដូចពួកខ្ញុំទេឥឡូវនេះចាំទៅមើលមិត្តភ័ក្ដិយើងទាំងអស់គ្នាមើលអ្នកគ្នាគឺថាយើងអត់ដឹងទៅដល់ទីតាំងហ្នឹងគឺគាត់ធ្វើខ្លួនហើយនៅទេណាត់គ្នាម៉ោង1ទៅដល់ម៉ោង2ហើយហួសចិត្តប្រហែលនិយាយថារឿងតែងខ្លួនវិញមិត្តភ័ក្ដិខ្ញុំលេខ1ប្រហែលអ្នកគ្នាដូចឆ្លងពីសម័យកាលមួយចូលសម័យកាលមួយឡើងយូរប្រហែលអ្នកគ្នាឥឡូវហ្នឹងគាត់ថានាំគ្នាជិះម៉ូតូតាមផ្លូវហើយហៅនាំគ្នាដើរលេងអូយក្តៅចង់បែកកដៀវខួយនាំគ្នាដើរលេងណាអេហួសចិត្តដែរនិយាយថាមិត្តភ័ក្ដិខ្ញុំនៅវិញគឺជិះគឺដូចបរហោះម៉ូតូថ្ងៃងាយបើថាបរហោះបានមិនស្រួលបរហោះទៀតថ្ងៃខ្លះហៅខ្លាំងមែនតើនិយាយពីថាមិត្តភ័ក្ដិខ្ញុំអ្នកលប់នេះវិញនិយាយពីជិះហើយនិយាយទៅពេលលឿនវិញក៏មិនធម្មតាដែរអ្នកគ្នាវាកង់តវិញកប់យកប្រៅខ្ញុំមិនធ្លាប់ទៅដប់វាខ្ញុំវាជិះកង់ត10 20អញ្ចឹងទៅអូយទៅពេលវានោះដប់យើងសិតតែ8 9ថ្ងៃហើយសាហាវគោគេជិះអញ្ចឹងមួយវាទៅបានដឹងថាខ្លួនឯងនេះភ័យចង់លេចនំដាក់ខាវថ្ងៃងោយសាហាវដែរហ្នឹងមិត្តភ័ក្ដិយើងជិះម៉ូតូខូខើថ្ងៃខ្ញុំមកជិះដល់កន្លែងហាងកាហ្វេនិយាយពីថាអង្គុយឥឡូវចង់ស្ពឹកកដៀវខួយតាមម៉ូតូអ្នកគ្នាមកដល់ទីតាំងភ្លាមនិយាយពីថាម្នាក់សប្បាយអហុកហែកដូចគេប្រឡែងស្វាចូលព្រៃគេឯងនោះវិញនិយាយពីដល់ទីតាំងភ្លាមវាយទៅម៉ូតូចោះឡើង pre order ព្រោះដោយសារក្តៅចង់បែកទៅពីខោក៏បាន pre order អស់គ្រប់គ្នាមកនិយាយពីថាចោះទៅក្រោមដីឯងស្មានតែជន់ទៅក្រោមដីមួយទៀតណាតែពេលចន់ឡើងគេមកអាចជន់នឹងត្រែអ្នកគ្នាកន្លែងគេផឹកកាហ្វេត្រែហ្នឹងហួសចិត្តមកទៅហឹងប្រោយអូយថ្ងៃហើយប្រាប់ថៃស្មានតែគេមានអាចជន់ទៅក្រោមបតាំងទេគេមាន2 3ជាន់2 3ថ្នាក់អញ្ចឹងណាអូយថ្ងៃតែពេលដឹងធៀបពិតទៅគេកន្លែងជន់ត្រែនិយាយទៅជន់ត្រែមកតែដល់ទីតាំងភ្លាមដាក់តែពេលខអង្គុយលេងប៉មានណា pre order មិនតោះបានប្រហែលលានមកហើយឥឡូវគេយកមកឲ្យបាត់ហើយហើយនិយាយពីថាតន់ហនសាហៅបដៅថាគេតម្លាក់តន់បានក្តៅដល់ឥឡូវដល់គ្នាសម្រាប់ផឹកដូចគេដែរបានផឹកមួយថ្ងៃហើយរុំតែមានដាក់ថតនឹងដូចគ្នាហ្មងដល់ពេលគេផឹកឆ្អែតអស់ចិត្តអស់ចង់ហើយឥឡូវគេមកអង្គុយយល់ទងនឹងសង្សារចាស់អូយអញហួសចិត្តបាននិយាយពីរឿងសម្ពាធវិញប្រហែលគ្មានទេអ្នកគ្នារឿងរៀនរឿងអីហ្នឹងប្រហែលគ្មានទេតែបើថារឿងសម្ពាធប្រុសបោកខ្ញុំជឿហ្មងថាមានមិនភ័ក្រខ្ញុំគេបោកសម្រាប់អ្នកមើលហ្នឹងក៏គេបោកដែរសម្រាប់អ្នកដែលគាត់ចង់លំហើយអញ្ចឹងមកថាហាងកាហ្វេហ្នឹងគឺអត់ខុសបដៅអ្នកគ្នានិយាយពីថាខ្យល់វិញនិយាយពីតិចសួរសាហាវបដៅអ្នកគ្នាពីលេចជើងត្បូងកើតហ្នឹងនិយាយពីថាអូយដើមឈើរុក្ខជាតិនិយាយពីព្រៃភ្នំវិញពេញហ្នឹងហ្មងនិយាយទៅពេញភ្នែកហ្មងនិយាយថាដាក់មកគឺ relax សាហាវមានអ្នកក៏ចូលចិត្តពណ៌បែបបៃតងខៀវខ្ចីសង្ងាត់មានខ្យល់ត្រជាក់បរិសុទ្ធហ្នឹងមកកន្លែងហ្នឹងអត់ខុសទេថ្ងៃសំខាន់ហ្នឹងគឺថាមានព្រាវខុសអ៊ីវខាត់ច្រើនណាសម្រាប់ស្រីៗដែលគាត់ចង់មកអញ្ចឹងហើយកុំមើលណាបើហេមកម្ពស់វិញហើយវាថាកម្ពស់វិញអ្នកមើលមិនស្រួលហ្នឹងអូចង់យ៉ាងបេះដូងខ្ពស់ខ្លាំងរឿងភ័យទុកម្ដងសំខាន់មកភ័ក្រខ្ញុំហ្នឹងគេមកអង្គុយអានសភៅអូឡើងអ្នកសិក្សាអ្នកគ្នាឲ្យទៅដល់ទិដ្ឋផលណាគេអានសភៅដែរបើនិយាយពីរឿងកង់តាក់វិញនិយាយពីអូស្ហួសចិត្តប្រហែលអ្នកគ្នាចុចឆ្វេងចេញស្ដាំណាអញអាចប្រទះហ្មងនិយាយពីរឿងដៃអញវិញក៏សឹងដែរអ្នកគ្នាឲ្យថាអត់ពលឺចឹងឃើញឲ្យឡើងដៃដូចព្រាបវិសាចមកពីទិដ្ឋផលណាដែរឃើញហ្មងណាដូចទៅចេញពីព្រៃកង់តាក់ហ្នឹងក៏អញ្ចឹងទៀតនិយាយថាចុចឆ្វេងចេញស្ដាំបន្ទាប់ពីផឹកស៊ីឆ្អែតឆ្អន់មកនាំគ្នាសហការថាទៅដើរលេងនៅផ្លកសម័យបើសិនជាមានអ្នកចង់មកនៅកន្លែងហ្នឹងអាចមើលឈ្មោះបាននេះឈ្មោះ Julie Cafe នេះថ្ងៃអត់ចេះមើលទេអញដឹងថាមិនទេបើនិយាយពីរឿងជិះតាមផ្លូវវិញបាត់ភ័ក្រខ្ញុំទៅពីថាអូជើងលេខ1ប្រហើយអ្នកគ្នាបើថាប្រហោបបានគឺប្រហោបមកនេះខ្ញុំនិយាយចឹងបើថាខ្ញុំមើលតាមផ្លូវអ្នកគ្នាមើលចង់ទៅអត់ទាន់ដល់ឈ្មោះសាលាស្អីគេទេអ្នកគ្នាជិះលឿនសាហាវហ្មងបាយអងជិះតាមផ្លូវពេកមានណាអ្នកគ្នាជិះបានប្រហែលមកសបបន្តិចវាប្រាប់ថាម៉ូតូវាអស់សាំងតាមផ្លូវអ្នកគ្នាសំខាន់ណាស់ម៉ូតូវាអស់សាំងមកចូលមាំងងវាងាកក្រោយបោះហើយវាញញុំដាក់យើងទៀតអូយហួសចិត្តប្រៅកន្លះទេសៈណាក៏ដោយអ្នកគ្នាមិត្តភ័ក្ដិខ្ញុំវានៅតែញញុំបានជិះទៅពីទៅទិញសាំងចាក់ឲ្យវាហើយណាសបាយអហឹកហាក់ពេកឥឡូវបានជិះតាមផ្លូវនេះបានមកសធុបន្តិចអ្នកគ្នាអើយវាដកលុយពីកប៉ៅវាមកឲ្យយើងថ្លៃសាំងមិនថាកន្លះទេសៈណាតែក៏មិត្តភ័ក្ដិខ្ញុំវាញញុំចាញ់ដែរថ្ងៃហើយជិះតាមផ្លូវទោះជួបរឿងអ្វីក៏ដោយក៏វាញញុំចាញ់វាសោចចាញ់ដែរបន្ទាប់ពីធ្វើការជិះជិត20ម៉ោងមកឥឡូវមកដល់ផ្លូវ60ម៉ែត្រទេអ្នកគ្នាមកដល់ប្រោយណាជិះមិនតំបានប្រហែលមកអង្គុយមើលព្រៃព្រំព្រឹក្សាអ្នកតាវត្តនេះអូយស្រស់ស្អាតសាហាវខៀវស្ងាត់ខៀវខ្ចីហ្មងណាសម្រាប់អ្នកមានបញ្ហាឈឺក្បាលព្រលមុខអីអត់ដឹងធ្វើអីនេះមកអង្គុយលេងក្នុងហ្នឹងណារាវខុសក្តៅខុសឡើង3ដងលេងទៅណាសប្បាយចិត្តលេងគិតច្រើនប្រោយអ្នកគ្នាបាត់ stress យកមកតែបានមើលព្រៃភ្នំហើយឥឡូវនេះគឺថាមកជួបមិត្តភ័ក្ដិយើងវាឈរចាំយើងជិះលឿនតន់ហន់ប្រោយអ្នកគ្នាឯងវិញគឺអង្គុយឡើងចង់ស្ពឹកទៅខុយតាមវាអត់ចង់តន់ណាតែពេលវាដូចប្រហោះម៉ូតូប្រោយវាជិះឡើងលឿនហ្មងអ្នកគ្នាវាជិះយកតែបើនិយាយពីរឿងអាសោចអញញុំវិញគេវាថាអត់ជាផុតទេអ្នកគ្នាអូយទូមិនក្តៅក៏វាអញញុំសោចចេញដែរបន្ទាប់ពីឈប់និយាយគ្នាមកសធុមកគឺថាគេនឹងដឹងដល់ហើកន្លែងទិញអីញ៉ាំអ្នកគ្នាតែភ្លេចមួយថាអញ្ចេះមិត្តភ័ក្ដិយើងវាអ្នកលក់អីនៅកន្លែងផ្លូវ60ម៉ែត្រអញ្ចឹងណាក៏ហើកន្លែងវាទិញទៅនេះកំពុងថាសប្បាយអជិះដល់ហើមើលតូបវាកន្លែងលក់អញ្ចឹងណាអ្នកគ្នាថាលក់នៅកន្លែងណាជិះផុតបានប្រហែលជា2 3តូបអញ្ចឹងទៅអ្នកគ្នា
ក៏ដល់កន្លែងដែលមាត់ភ័ក្រយើងនឹងវាលក់ណាមីញ៉ាំមាត់ភ័ក្រញ៉ាំនេះគឺថានៅខាងមុខនេះកញ្ចឹងដែរគ្រាន់តែឃើញមាត់ភ័ក្រគេលក់អីភ្លាមណាសបាយអហឹកហាក់ឃើញភ្ញៀវគេឃើញប្រុសស្អាតមិនបានទេណាហក់ពីលើម៉ូតូមិនទាន់ទេថ្ងៃហើយនិយាយថាអ៊ំអៀនញាក់សាច់សន្លប់ចាំមើល reaction មាត់ភ័ក្រញ៉ាំថាឃើញព្រាវខំមិនបានទេអ្នកគ្នាសបាយអអ៊ំអៀនប្រោយឥឡូវហ្នឹងគឺថាមកអង្គុយ order នេះបើកលហងអ្នកគ្នាមកជុំមានអាងុំយកតាំងពីប្រហិតមកទៀតអូយថ្ងៃហើយញាក់សាច់ស៊ីទៅថ្ងៃបែកទៅគួយចានិយាយវិញនិយាយរឿងមាត់ភ័ក្រឯងវិញនិយាយថាស៊ីមួយថ្ងៃអត់ដឹងថាវាយកចកខុសណាបើគេបោកវិញទៅគេបោកអស់ចិត្តបានវាដឹងខ្លួនអង្គុយដៀវាអស់ចិត្តទៅឥឡូវវាមកអង្គុយភ័យឲ្យយើងអ្នកគ្នានេះអស់ 12000 ចាឥឡូវអ្នកគ្នាត្រឡប់ទៅផ្ទះវិញណាគឺថាដល់ម៉ោងផ្ទះវិញម្នាក់សបាយអ៊ំអអង្គុយញុំរហូតនេះយើងចង្រៃចង់រៀននៅយកខ្លាចគេវាយបោកសក់ណាអ្នកគ្នាប្រវួគ្នាបីក្វិចទៅផ្ទះវិញនិយាយសាហាវដែរហ្នឹងធម្មតាមនុស្សយើងចង់ឈ្នះគេណាចង់ឈ្នះគេគឺធ្វើអញ្ចឹងបែបពីរឿង reaction វាវិញគឺថាម្នាក់អូនិយាយពីចង់កាំងបេះដូងងាប់និយាយទៅជីតាមផ្លូវអីអញ្ចឹងអង្គុយស្ពឹកទៅខួយតាមផ្លូវជីតាំងពីស្អីអារៃខ្សាត់មកដល់កោះរះជាពីកោះរះទៅផ្ទះវិញអូយចង់បែកទៅពីខោនិយាយពីថារឿងមាត់ភ័ក្រខ្ញុំវិញណាអ្នកគ្នាគឺថាកម្រមាន movement បែបអញ្ចឹងខ្លាំងមែនតើនិយាយទៅគឺថាឡប់ទាំងអស់គ្នាសប្បាយទាំងអស់គ្នាណាឥឡូវអ្នកគ្នាបាយទៅផ្ទះជុំគ្នាអ្នកគ្នាពីថាដៃខ្ញុំវិញទៅជាអីហឹកហាក់សាហាវហ្មងនិយាយថាចង់ធ្វើតួឯកណាតួឯកនៅលើម៉ូតូហ្នឹងហ្មងតែភាពបានគេវាយបោចសក់ត្រែកលើម៉ូតូអាតួឯកខ្លាំងពេកហ្នឹងបន្ទាប់ពីបាយគ្នាហើយឥឡូវអ្នកគ្នាជិះម៉ូតូទៅផ្ទះវិញហើយអ្នកគ្នាពុតជាថាសេតខ្លាំងមែនតើអ្នកគ្នាជប់ជុំគ្នាបានប៉ុន្មានឥឡូវមាត់ភ័ក្រយើងគឺគួយសោយតាមផ្លូវខ្ញុំរហូតចិត្តសាហាវហ្មងអង្គុយលើម៉ូតូក្តៅគេទៅឃើញតាមប៉ុន្មានឥឡូវគឺថាមកដល់ផ្ទះវិញហើយចាផ្ទះស្វាគមន៍តែម្ដងវិញនិយាយពីរឿង vlog ខ្ញុំវិញហ្នឹងដឹងជា vlog ស្អីអ្នកគ្នាដូច vlog កូនក្មេងអូយអញញ៉ៃសាហាវនិយាយទៅតបទៅខាងណាឲ្យណាគេស្ដាប់ទេនេះអូយអត់ជល់សោះហ្មងហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងជួបគ្នានៅ vlog លើក្រោយទៀត